លោកយួនបើថ្ងៃនេះបងមិនព្រមទេលុយមកទេយើងក៏មិនបាច់រៀបការជាមួយគ្នាទៀតពេលដែលគូដណ្ដឹងខ្ញុំនិយាយពាក្យនេះដាក់មុខខ្ញុំកំពុងឈរនៅមាត់កំពង់ខ្ញុំបានលូកទុកទាំង3ដែលជាមរតកចំនួនរបស់គ្រួសារខ្ញុំអស់ហើយសូម្បីតែលុយ8សែនយ៉នសម្រាប់បងរំលោះក៏ខ្ញុំយកទៅវិនិយោគទាំងអស់ទៅក្នុងឃ្លាំងត្រជាក់នៅលើកំពូលភ្នំរបស់ខ្ញុំគឺដើម្បីឲ្យទាន់ពេលមុនពេលចំណូលក្រហមមកដល់ដើម្បីស្តុកអាហារសមុទ្រឲ្យគូដណ្ដឹងខ្ញុំក៏បានផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំភ្លាមសូម្បីតែលោកចៅហៃឡុងដែលជាម្ចាស់កងទូកធំបំផុតក្នុងក្រុងក៏នាំអ្នកនេសាទមកចំអកឲ្យខ្ញុំថាជាមនុស្សឈួតប៉ុន្តែខ្ញុំមិនបានតទៅអ្វីឡើយខ្ញុំបានហៅក្រុមជាងឲ្យធ្វើការទាំងយប់ដើម្បីសាងសង់ឃ្លាំងត្រជាក់ស្តង់ដារខ្ពស់បំផុតក្នុងក្រុងលូយួនលុយបងរំលោះផ្ទះយើង8សែនយ៉នខ្វះតែ3សែនយ៉នទៀតប៉ុណ្ណោះបើថ្ងៃនេះមិនបងលុយក៏ទេផ្ទះនោះនឹងបាត់បង់ហើយខែក្រោយយើងរៀបការហើយតើបងចង់រៀបការឬអត់3ខែយ៉ាងយូរត្រឹម3ខែទៀត3ខែអីទៅលីវ៉ៃកុំតន់ទិញផ្ទះអីមានរឿងអីសមុទ្រខាងកើតចិត្តមានរឿងធំមែនទេខ្ញុំត្រូវតែយកលុយនោះមកប្រើលូយួនបងឈួតមែនទេរឿងធំអីទៅការព្យាករណ៍អាកាសធាតុប្រាប់ថាថ្ងៃនេះមេឃស្រឡះបងកុំប្រាប់ណាថាបងកំពុងសិក្សាទិន្នន័យឈួតរបស់បងទៀតនោះខ្ញុំនឹងរកលុយបានចាំឲ្យរឿងនេះកន្លងផុតទៅសិនកុំថាឡើយលុយបងរំលោភទិញផ្ទះដាច់ក៏បានដែរកូនទុកត្រៀមរួចរាល់ហើយស្អែកយើងចេញសមុទ្រប៉ាយើងមិនចេញសមុទ្រទេមានន័យថាម៉េចលក់ទុកកូននិយាយអីកូននឹងលក់ទុកទាំង3នោះចោលទាំងអស់អាមនុស្សមិនចេះគិតរបស់ដែលដូនតាបន្សល់ទុកបើលក់ទុកចោលតើកូននឹងយកអីហូបបងលូកំពុងលេងសាច់មែនទេលក់ទុកទាំង3ចោលឈួតមែនទេលែងត្រូវការក្រុមនេសាទហើយមែនទេទៅមុខយើងមិនអាចពឹងលើការនេសាទដើម្បីរកលុយបានទៀតទេក្នុងរយៈពេល3ខែខាងមុខសមុទ្រខាងកើតនឹងហាមឃាត់ការនេសាទទាំងស្រុងហាហាមឃាត់ការនេសាទនឹងណាបានដំណឹងមកពីណាទូកនេសាទនឹងជារបស់ផ្ទះឯងអាកាសធាតុល្អសោះនៅគិតរឿងរកស៊ីទៀងច្រើនពេកដល់ថ្នាក់ឈួតហើយមែនទេទៅផ្ទះវិញទៅហាមលក់ទុកដាច់ខាតលក់ទុកទាំង3គ្រឿងនេះតែម្ដងលក់ទាំងអស់850,000យ៉នបាននៅដំណឹងអីទេអីកូនអ្នករៀនផ្ទះត្រកូលលូលក់ទុកអស់ហើយពិតមែនហ្នឹងពិតមែនហើយហាឈួតមែនហើយវាខ្ញុំថាហើយរៀនច្រើនពេកក៏គ្មានប្រយោជន៍ដែរការនេសាទគេពឹងលើបទពិសោធន៍មិនមែនពឹងលើកុំព្យូទ័រទេថែមទាំងនិយាយរឿងរកស៊ីទៀតគួរឲ្យអស់សំណើចណាស់ហាបន្តិចទៀតប្រហែលជាទៅស៊ីឈ្នួលលើកអត់ហើយហាចាំមើលវាខាត់អស់លុយ20,000យ៉នខ្ញុំនឹងរឹបអូសកំពុងផែវាហាលោកលូតើលោកប្រកាសមែនទេថានឹងសាងសង់ឃ្លាំងត្រជាក់សាងសង់ទំហំធំបំផុតដាក់លុយទាំងអស់850,000យ៉នចូលទៅលោកមិនមែនជាអ្នកនេសាទទេអ្នកនេសាទមិនទិញទុកទេគឺទិញឃ្លាំងត្រជាក់ព្រោះមិនយូរទេត្រីក្នុងសមុទ្រនឹងមានតម្លៃជាងទុកទៅទៀតតំបន់ខាងកើតបន្ថែមប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនិងភ្លើងបំរុង2ឈុតតំបន់ខាងលិចត្រូវរក្សាសីតុណ្ហភាពឲ្យនៅក្រោម-25 អង្សាឃ្លាំងមេត្រូវបន្ថែមបន្ទះការពារកម្ដៅ2ជាន់លោកលូទំហំនេះស្ទើរតែស្មើនឹងមជ្ឈមណ្ឌលត្រជាក់ខ្នាតធំទៅហើយចាំបាច់ដែរឬចាំបាច់ព្រោះរបស់ដែលត្រូវដាក់ក្នុងនេះមានតម្លៃជាងមាសទៅទៀតហាឃើញទេលុយលុកទុកយកមកចាក់ក្នុងទូទឹកក៏អស់ហើយហាបងឡុងឃ្លាំងត្រជាក់នេះចំណាយលុយច្រើនណាស់មែនទេយ៉ាងហោចណាស់ក៏ជាង1លុយ8សែនយ៉នរបស់គាត់មិនគ្រប់គ្រាន់ទេចាំមើលទៅបន្តិចទៀតប្រកាសជាត្រូវខ្ចីលុយធនាគារហើយនេះជាលុយថ្លៃទឹកដោះលូយួនខ្ញុំសួរអ្នកជាលើកចុងក្រោយឈប់សាងសង់ឃ្លាំងនេះទៅកុំធ្វើបែបនេះអីអ្នកមិនមែនជាមនុស្សបែបនេះពីមុនទេយើងបានព្រមព្រៀងគ្នាទិញផ្ទះដើម្បីរៀបការហើយហេតុអ្វីបានជាវាទៅជាបែបនេះព្រោះខ្ញុំត្រូវសង្គ្រោះជីវិតមនុស្សតើមានរឿងអ្វីកើតឡើងនៅសមុទ្រខាងកើតមនុស្សជាច្រើននឹងត្រូវខ្សែធុកជាច្រើននឹងត្រូវចោទចោលនៅកំកសិដ្ឋានចិញ្ចឹមសត្វជាច្រើននឹងត្រូវបិទទ្វារតែបើត្រៀមខ្លួនទុកជាមុនយើងនឹងអាចចាប់យកឱកាសនេះបានរឿងទិន្នន័យរឿងគំរូដែលទៀតហើយលូយួនភ្ញាក់ខ្លួនឡើងទៅរឿងនៅសមុទ្រសំបីតែអ្នកជំនាញក៏មិនហ៊ាននិយាយដែរចុះអ្នកមានសិទ្ធិអ្វីយើងបែកគ្នាទៅខ្ញុំមិនចង់រៀបការជាមួយមនុស្សឈួតទេពេញចិត្តហើយមែនទេផ្ទះក៏បាត់គូដណ្ដឹងក៏រត់ចោលនេះហើយអ្វីដែលអ្នកចង់បានខ្ញុំប្រាប់ឲ្យដឹងចុះដល់ពេលអ្នកខាត់អស់ខ្លួនកុំមកសង្ឃឹមថាខ្ញុំនឹងចិញ្ចឹមអ្នកលោកលូអ្នកបានលក់ទុកទាំង3គ្រឿងអស់ហើយឥឡូវនៅចង់ខ្ចីលុយ50,000យ៉នទៀតមែនទេយកទៅធ្វើអ្វីពង្រីកឃ្លាំងត្រជាក់បាទសាងសង់បន្ថែម2ទៀតលោកលូទីផ្សារអាហារសមុទ្រកំពុងតែល្អខ្លាំងគេនាំគ្នាទិញទុកតែអ្នកបែរជាធ្វើផ្ទុយពីគេទៅវិញព្រោះពួកគេរកលុយសម្រាប់ថ្ងៃនេះចំណែកខ្ញុំរកលុយសម្រាប់ថ្ងៃអនាគតខ្ចីលុយ1លាន5សែនយ៉នបូករួមនឹងលុយផ្ទាល់ខ្លួនរបស់ឆ្នាំនេះត្រូវតែធ្វើឲ្យធំបងហៃឡុងពិតជាមានចិត្តធំមែនឆ្នាំនេះតម្លៃអាហារសមុទ្រថ្លៃខ្លាំងណាស់ប្រកាសជាចំណេញធំហើយហាចំណេញគឺប្រកាសណាស់ឃើញទេ
នោះហើយជាលទ្ធផលរបស់ពួកអ្នកចេះដឹងខួរក្បាលរៀនរហូតដល់ឈួតអស់ហើយចាំដល់ពេលខ្ញុំរកលុយបានរឿងដំបូងដែលខ្ញុំនឹងធ្វើគឺទិញដីកន្លែងនោះបងហៃឡុងនិយាយត្រូវណាស់ឃ្លាំងត្រជាក់អាចបង្កើតត្រីចាប់ត្រីផងទៅសាងសង់ឃ្លាំងត្រជាក់ធ្វើអីខាត់លុយច្បាស់ណាស់ហាមកដល់ហើយកាន់តែចិត្តមកដល់ហើយចុះហៃឡុងឥឡូវអ្នកទិញទូកកាន់តែច្រើនដល់ពេលនោះអ្នកនឹងយំខ្លាំងជាងគេមិនខានលោកលូអ្នករកកណោណាសាស្ត្រាចារ្យចៅតើលោកបានណាត់ទុកមុនទេបើអត់ទេខ្ញុំខ្លាចថាមិនបានទេអនុញ្ញាតឲ្យគាត់ចូលមកចុះលោកគ្រូក្មេងម្នាក់នេះចាក់ចេញពីវិទ្យាស្ថានជាង1ឆ្នាំហើយទើបតែនឹកឃើញមកលេងខ្ញុំនឹងហៀហាលោកគ្រូជួយមើលនេះបន្តិចតើឯងយកទិន្នន័យនេះមកពីណាពីមូលដ្ឋានទិន្នន័យសាធារណៈតាមអនឡាញឯងកិននាវាដោយខ្លួនឯងមែនទេតើ probability ប៉ុន្មានលើសពី97បើជារឿងពិតមែននោះវាគឺជាគ្រោះមហន្តរាយដ៏ធំបំផុតក្នុងរយៈពេល20ឆ្នាំនេះខាតបង់យ៉ាងហោចណាស់រាប់ពាន់លានបានជាខ្ញុំមកជួបលោកគ្រូឯងចង់ឲ្យខ្ញុំចេញសេចក្តីជូនដំណឹងបាទវាមិនងាយស្រួលទេទិន្នន័យពេលនេះមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើរបាយការណ៍ផ្លូវការទេថ្នាក់លើនឹងមិនអនុម័តឡើយតើឯងគិតធ្វើអ្វីប្រមូលទំនិញទុកមែនទេហាពិតជាឯងមែនពួកអ្នកវិទ្យាស្ថានចេះតែសរសេររបាយការណ៍មានតែឯងទេដែលគិតរឿងរកលុយហាលោកគ្រូចំណេះដឹងបើមិនអាចបង្កើតតម្លៃបានវាក៏គ្រាន់តែជាតួលេខនៅលើក្រដាសប៉ុណ្ណោះធ្វើតាមចិត្តឯងចុះបើគ្រោះមហន្តរាយនេះកើតឡើងមែនឯងនឹងក្លាយជាអ្នកដែលទទួលបានផលចំណេញមុនគេថាកែត្រីនេះលក់យ៉ាងម៉េចដែរ15យន់ក្នុង1គីឡូខ្ញុំយកទាំងអស់មែនទេមានប៉ុន្មានយកទាំងអស់ថាកែបង្គាក្នុងស្តុកមានប៉ុន្មាន30តោនខ្ញុំទិញទាំងអស់លោកលូឃ្លាំងពេញអស់ហើយនៅមានឃ្លាំងផ្សេងទៀតទេមានជួលវាឲ្យអស់ទៅហាបងហៃឡុងទុកនេះស្អាតណាស់ចេញសមុទ្រលើកនេះច្បាស់ជាចំណេញរាប់សែនហើយហារាប់សែនតិចពេកហើយឆ្នាំនេះខ្ញុំយ៉ាងហោចណាស់ក៏ចំណេញ5លានដែរបងហៃឡុងលូយួនកំពុងដើរទិញអាហារសមុទ្រគ្រប់កន្លែងឮថាឃ្លាំងគាត់ពេញអស់ហើយទិញអាហារសមុទ្រនឹងហៀហាគាត់គិតថាអាហារសមុទ្រមិនចេះខូចមែនទេហាអាកាសធាតុកាន់តែក្តៅទៅថ្លៃភ្លើងទូទឹកក៏ច្បាស់ជាខាត់ទេមិនខានគឺថាគាត់ខ្ចីលុយគេដល់ទៅ50,000ហ៊ានមែនលូយួនតែងតែរស់នៅក្នុងពិភពរបស់ខ្លួនឯងគាត់ស្មានថាគាត់អាចទីអនាគតបានចាំមើលដល់ពេលលក់មិនចេញទូទឹកក៏នឹងហើយជាទីបញ្ចប់របស់គាត់ហាអូលោកម្ចាស់លូចេញមកហើយកិច្ចទៅអ្នកទាំងអស់គ្នាកុំរារាំងផ្លូវអ្នកមានបំផុតនាពេលអនាគតហាអ្នកមានបំផុតមនុស្សឈួតដែលអ្នកមានបំផុតក្នុងក្រុងគ្រឿងសមុទ្រនៅលក់មិនទាន់ដាច់ទេមែនទេថ្លៃភ្លើងទូទឹកកកមួយថ្ងៃអស់ច្រើនណាស់មែនទេហាលោកលូខ្ញុំមកថាថ្មីនេះលោកខ្ចីលុយគេទៀតមែនទេខ្ចីប៉ុន្មានដែរ30,000គេឈួតនឹងការខ្ចីលុយហើយគាត់មិនខ្លាចខាតរហូតដល់អស់ខ្លួនទេលោកចង់បានអ្វីឲ្យប្រាកដគេរកលុយទិញទូកលោករកលុយមកទិញទូទឹកកកត្រៀមបដូរមុខរបរទៅលក់ការ៉េមែនទេហាឆាប់នេះអ្នកនឹងដឹងហើយមកទៀតហើយឆាប់និយាយតែថាឆាប់តើពេលណាទៅឬមួយថ្ងៃស្អែកជាថ្ងៃអវសាននៃពិភពលោកព្រោះការទទួលស្គាល់កំហុសមិនមែនជារឿងអាម៉ាស់ទេឥឡូវលោកលក់ទូទឹកកកឲ្យខ្ញុំមកខ្ញុំឲ្យ50,000ដើម្បីឲ្យលោកមានផ្លូវដើរ50,000ទុកឲ្យកន្លះខែទៀតចុះទោះ5លានក៏លោកទិញមិនបានដែរហា5លានទូទឹកកកចាស់មួយតម្លៃ5លាននិស្សិតម្នាក់នេះឈួតធ្ងន់ហើយហាបានខ្ញុំនឹងរងចាំមើលខ្ញុំចង់ឃើញណាស់ថាលោកលក់ទូទឹកកកបាន5លានដោយរបៀបណានេះជាត្រីកកឈុតចុងក្រោយបងហៃឡុងពូកែណាស់រកស៊ីមានបានហើយត្រីនេះលក់បានរាប់សិបម៉ឺនក៏មានគេដណ្ដើមគ្នាដែរឃើញទេ
នេះទើបហៅថាការរកស៊ីចេញសមុទ្រតែម្ដងស្មើនឹងអ្នកខ្លះស្តុកត្រីមកពេញឃ្លាំងហាបងហៃឡុងបើមិនអញ្ចឹងទេយកត្រីនេះទៅឲ្យលូយួនទៅឃើញទេនេះជាកាដូរបស់ខ្ញុំឲ្យគាត់យកទៅដាក់ក្នុងទូទឹកកកគោរពបូជាទៅហាឲ្យធ្វើអីទៀតចាំមើលដល់ពេលគាត់ខ្សែធនខ្ញុំនឹងហៅគាត់មកធ្វើជាអ្នកលើកដាក់ទំនិញលើទូខ្ញុំហាកាន់តែចិត្តដល់ហើយលោកគ្រូលូយួនលោកណៃណាបើកអ៊ីមែលមើលភ្លាមទៅយប់មិញយើងរកឃើញមេរោគម្យ៉ាងប្រមូលផ្ដុំគ្នាច្រើនស្ថានភាពធ្ងន់ធ្ងរជាងការគិតទៅទៀតគួរតែប្រកាសអាសន្នជាផ្លូវការតែប្រហែលមិនសូវមានអ្នកជឿទេលោកត្រៀមខ្លួនផងបងហៃឡុងឆ្នាំនេះច្បាស់ជាហេងហើយឆ្នាំក្រោយទិញឡានស៊េរីទំនើបឆ្នាំបន្ទាប់ទិញទូកកំសាន្តហាមិនបាច់បារម្ភទេធ្វើការជាមួយខ្ញុំធានាថាបានលុយគ្រប់គ្នាបងហៃឡុងមានរឿងហើយមានរឿងអីភ័យអ្វីម្ល៉េះត្រីដែលយើងចាប់បានថ្ងៃនេះងាប់មួយចំនួនធំតើមានមនុស្សស្លាប់ជាង100គីឡូក្រាមនៅក្នុងទូទឹកកកនោះដោយរបៀបណាអាកាសធាតុក្តៅបែបនេះត្រីងាប់ខ្លះជារឿងធម្មតាទេពិតមែនហើយមិនមែនជារឿងធំដុំទេបងហៃឡុងត្រីងាប់ទៀតហើយប៉ុន្មានជាង600គីឡូមិនក៏ច្រើនម្ល៉េះខ្ញុំធ្វើការជាង20ថ្ងៃហើយមានអារម្មណ៍ថាវាចម្លែកមួយរយៈនេះត្រីងាប់ញឹកញាប់ណាស់គ្រាន់តែអាកាសធាតុក្តៅទេកុំចេះតែសង្ស័យផ្ដេសផ្ដាសថៅកែមើលនោះឆាប់ស្រង់វាឡើងមកឆាប់ពិនិត្យគុណភាពទឹកភ្លាមចប់ហើយតើវាមានរឿងអ្វីកើតឡើងទីបំផុតវាក៏ចាប់ផ្ដើមលូយួនស្ថានភាពកាន់តែអាក្រក់ទៅហើយប្រជុំយើងបានបញ្ជាក់ហើយថាមានមេរោគមិនប្រក្រតីចុះពេលណាទើបប្រកាសអាសន្នភស្តុតាងមិនទាន់គ្រប់គ្រាន់ទេថ្នាក់លើទាមទារភស្តុតាងបន្ថែមទៀតតែលោកនិយាយត្រូវបើបន្តទៅមុខទៀតយ៉ាងយូរត្រឹមកន្លះខែសមុទ្រខាងកាយច្បាស់ជាមានរឿងធំហាពួកអ្នកឯងមានបានចាប់អារម្មណ៍ទេរឿងអីមួយរយៈនេះសត្វសមុទ្រហាក់ដូចជាបាត់អស់រាល់ឆ្នាំពេលនេះនៅកំពុងផែពោពេញដោយសត្វសមុទ្រតែប៉ុន្មានថ្ងៃនេះវាថយចុះយ៉ាងខ្លាំងសត្វវាហើរទៅកន្លែងផ្សេងមានអីចម្លែកខ្ញុំនេសាទត្រីពេញមួយជីវិតហើយប៉ាសីហើរទៅបាត់ត្រីក៏រត់អស់ដែរអាឡូបងហៃឡុងមានរឿងអីទៀតហើយហ្វូងត្រីនៅក្បែរឆ្នេរបាត់អស់ហើយមានន័យថាម៉េចថ្ងៃនេះទូកជាង10គ្រឿងចេញទៅបានត្រីមិនដល់ 3% ផងអីយ៉ាចាំខ្ញុំទៅដល់ភ្លាមបងហៃឡុងវាចម្លែកណាស់ហ្វូងត្រីដូចជាបាត់ខ្លួនភ្លាមសូម្បីតែឧបករណ៍រកត្រីក៏រកមិនឃើញតើពួកវាផ្លាស់ទីទៅតំបន់ផ្សេងមែនតែតំបន់ជុំវិញរាប់រយគីឡូម៉ែត្រសុទ្ធតែដូចគ្នាភ័យអីកុំបារម្ភប្រហែលវាគ្រាន់តែផ្លាស់ទីទេស្អែកបន្តរកទៀតប្រាប់អ្នកទាំងអស់គ្នាចាប់ពីថ្ងៃស្អែកទៅឈប់លក់ស្តុកដែលមានលោកម្ចាស់តម្លៃកំពុងឡើងថ្លៃតែហេតុអ្វីមិនលក់ព្រោះតម្លៃពិតប្រាកដវានៅមិនទាន់មកដល់7 យ៉នបងអាឡុងតាត្រីណែណាផ្លាស់ប្ដូរតំបន់បងហៃឡុងមើលលើផ្ទៃសមុទ្រនោះហេនោះជាអ្វី
ហេតុអ្វីទឹកសមុទ្រប្រែជាពណ៌ក្រហមរីកាកម្រិតជាតិពុលលើសកំណត់20ដងតំបន់សមុទ្រខាងកើតកំពុងមានបាតុភូតទឹកក្រហមផ្ទៃដីដែលរងផលប៉ះពាល់កំពុងតែរីកធំឡើងរីកាជាបន្ទាន់ដាក់ចេញការប្រកាសអាសន្នថ្នាក់ទី1តើលោកលូដឹងរឿងនេះដោយរបៀបណាបងហៃឡងក្នុងកណ្ឌីនៅសល់តែ 15,000 ទេទ្រាំបានតែ10ថ្ងៃប៉ុណ្ណោះ10ថ្ងៃតើអាចទៅរួចយ៉ាងម៉េចបងហៃឡងតើពេលណាទើបបើកប្រាក់ខែថ្លៃសិក្សាកូនក៏ត្រូវបង់ដែរចាស់នៅផ្ទះក៏កំពុងសម្រាប់ព្យាបាលនៅយ៉ាងហោចណាស់ក៏ត្រូវមានដំណោះស្រាយដែរចាំបន្តិចសិនលោកលូថ្ងៃនេះមានអ្នកទិញមក3អ្នកទៀតតម្លៃខ្ពស់ជាងម្សិលមិញ 20% លូទេចាំបន្តិចសិនតម្លៃវាខ្ពស់ខ្លាំងណាស់ហើយការឡើងថ្លៃពិតប្រាកដវានៅមិនទាន់ចាប់ផ្ដើមផងនៅសល់បង្គាទេអស់ហើយចុះត្រីដាវក៏អស់ដែរចុះមឹកម្សិលមិញលក់អស់រលីងហើយខ្ញុំហ៊ានឲ្យតម្លៃទ្វេដងមិនមែនរឿងតម្លៃទេគឺអត់មានទំនិញពិតមែនអ្នកអាចទៅរកមើលនៅកន្លែងលោកលូយួនបានលោកលូលក់ទំនិញឲ្យខ្ញុំមកខ្ញុំឲ្យថ្លៃជាងទីផ្សារ 20% ខ្ញុំសងជាលុយសឹកភ្លាមហាលោកលូខាងក្រៅគេដណ្ដើមគ្នាទិញតម្លៃឡើងថ្លៃខ្លាំងណាស់ប្រាប់អ្នកទាំងអស់គ្នាម៉ោង 2 រសៀលនេះប្រជុំនៅសាលដេញថ្លៃជាសាធារណៈអ្នកណាឲ្យថ្លៃជាងគេអ្នកនោះបានទៅអ្នកណាឲ្យថ្លៃជាងទំនិញជារបស់អ្នកនោះថ្ងៃនេះមានតែច្បាប់មួយគត់អ្នកឲ្យថ្លៃជាងគេឈ្នះចាប់ផ្ដើមឥឡូវនេះទំនិញដំបូងបង្គាបង្កប់5តោនតម្លៃចាប់ផ្ដើម 20,000 យន់ 25,000 30,000 35,000ទំនិញពីបរទេសចុងក្រោយហើយ 80,000 90,000 1លានលោកលូចេញមកហើយទឹកប្រាក់សរុបចេញហើយ 5,230,000 យន់អូបាននៅដំណឹងទេលោកលូរកលុយបាន5លានក្នុងមួយថ្ងៃពិតមែនឬអ្នកនៅក្នុងសាលទាំងអស់សុទ្ធតែបានឃើញព្រះអើយលោកលូមានគេមករកលោកឈ្មោះលីនវៃឲ្យគាត់ចូលមកទៅវិញទៅមានការអ្វីលូយួនខ្ញុំចង់និយាយជាមួយអ្នករឿងយើងខ្ញុំស្ដាយក្រោយហើយកាលពីអ្នកលុកទុកខ្ញុំគិតថាអ្នកឈួតខ្ញុំគិតថាអ្នកគ្មានអនាគតខ្ញុំខ្លាចលំបាកជាមួយអ្នកខ្ញុំខុសហើយលូយួនយើងចាប់ផ្ដើមថ្មីវិញបានទេរៀបការថ្មីក៏បានផ្ទះក៏ខ្ញុំមិនត្រូវការដែរឲ្យតែអ្នកព្រមព្រោះថាអ្នកមិនមែនខុសទេគ្រាន់តែអ្នកទើបដឹងថាខ្ញុំឈ្នះខ្ញុំយល់ហើយលូយួនជូនពរឲ្យអ្នកជោគជ័យបងហៃឡងក្នុងកណ្ឌីនៅសល់តែ 36,000 យន់ទេហេតុអ្វីបានជាគេរកលុយបានច្រើនម្ល៉េះបងហៃឡងធ្វើមែនទេមិនមែនគេរកលុយពីទំនិញក្នុងស្តុកទេស្តុកអស់ហើយចាំមើលគេហ៊ានអួតទៀតអត់លឿនឡើងបន្ទប់ភ្លើងនៅខាងក្រោយឲ្យតែផ្ដាច់ភ្លើងបានទូកកនឹងឈប់ដំណើរការទំនិញរាប់រយតោននឹងខូចខាតអស់ដល់ពេលនោះលូយួននឹងខ្សែធនមិនខានចៅហៃខាងរងចាំអ្នកយូរហើយចាញ់បោកគេហើយរត់
Hai đầu vấy ban chi nẹt đắng. Nhom mình dỗ so. Phanh ca ní miên tay mình nụ bẩn màn nẹt tê đại đắng. Hai đầu vấy nẹt triêm khuôn tục môn. Pru chấp tăng bị ngay đại nẹt sai thần một. Nhom rong trăm ngày ní. Nhom tranh tròn ná. Nẹt tranh pru mơ mình khơi nhà nà cột. Tai tanh tai kịch tha khuôn anh trơi chi nịch. Châu hai long ní kron tại chi ti bình chọc. Mình men chi ca chấp đàm tề. Chút ti phong đỏ thôm đài nằng plap đồ. Vì sai nề sát tiền mũ chết mọc đỏ hài. Lục lưu tên này trong crowd tranh hài. Ban pồn mán. Sam sập liên pram bay san pram mùi mơn giọt. Lục lưu. Không krong tiền mũ pro hai khmi nè. Lục lưu krum hòn trai lực ni. Krong tiền mũ khát bong khmun khôn nà. Tại lục ban rịp trong tục mồn. Mình trâm tay ca pi khuôn bàn tề. Thêm tiếng bằng cát ca nghi ở nhạc hùng tiệt. Dương xôm ở côn khlang nà. Chỉ riêng đại nhom trời thừa tề. Đối với nhà thâu ban bị phệ sạc nỉ trong ở lục đặc nòm. Bằng cát xã co trôi phò krong dường. Tầm bấy chui nẹ nề sạt. Nhom vô prom. Ha ha lục lục bù cai bật men đại thừa ở túc co đầm nà cả bản. Dương mình chăm bạch lục túc chạ tranh tề. Klong tiền pi rồi bỏ yun hay. Còn pông khai chi chùm nơi cần đào thmây này trong chiến sự. Mơ tơ vậy hạ đôi chi vỡ tờ lọc tờ rộp hiếp thom đào bình hài. Tai khi nhông đăng tháp xúc bất bạc cọt. Vì nơi mình toan một đỏ tề. Mình nút thom đào rồi hai chi mình chấp rộng lại. Khang u tôn giống con mình toan tranh xịt đây chun đầm nằng đài. Tai khi nhông chăm ban chba na. Cá bị chiết môn pram mùi khai còi mọc. Cần lại cui tập này nâng vì vật tơ chia. Xúc ti phong đông hề mà mùi đại bọc bọc bên sầm một khẳng cạt. Chút sật vật nơi sầm một khẳng cạt, vì ai plap đô stan hiệp tiếng mùi bàn. Hai lực ní. Nhôm nơi tại đằng môn nhẹ tiếng ọc ni đờ đài. Bị bật. Có chi ọc ca đài. Đó bế trao triêm khuôn sầm rạp chùm hiên bần tộc hai. Chùm này thanh ca bần tộc rồi bỏ lưu yuan. Cứ chấp đám chi plơ ca hai.